mà sao mới nhưng bằng ho video ní the nhom ngừng thử video ní mà đòn tiệt trong crowd lời ní nhom xôm bằng hai mà đòn tiệt bom ôn sầm rap ca cho từ can một nghĩa circle thủ search with Google đại bom ôn thôi nhom chọn chạy nắng á ở kênh trang ní ưu địa họ nè ưu đời Việt ha dương thưa mới chọn ở kênh trang circle thủ search with Google ní đầm bay miền và tông bọc ra search chấm miếng rồi cả search bảy xí rồi cả cung vốn đầm bay search chẳng thọ mà nè tôi xem một nghiên nó cứ admin download thế cam với thi nó cứ admin cam với thi download trên phí application app store ឬក៏ play store អីទេសម្រាប់ទូរស័ព្ទ Apple ខ្ញុំអត់ដឹងច្បាស់ថាមានឬក៏អត់ទេប៉ុន្តែ Apple ដូចជាគេមាន Apple Intelligent មួយដែររបស់គេប៉ុន្តែសម្រាប់ Android ភាគច្រើនគឺមាន model ថ្មីក្រោយៗហើយនេះគឺ model របស់ Samsung ដែលវា built in សម្រាប់ដែលបងប្អូនគ្រាន់តែចុចកន្លែងហ្នឹងហើយវា load ផ្ទាំងហ្នឹងឲ្យយើងប្រើអញ្ចឹងដើម្បីចូលទៅកាន់មុខងារហ្នឹងបើសិនជាបងប្អូនដំបូងចុចអាហ្នឹងហើយវាអត់ចេញផ្ទាំងហ្នឹងណាឥឡូវខ្ញុំសូមបង្ហាញបងប្អូនតែម្ដងគឺចូលទៅ setting ណាចូលទៅកាន់ setting បាទខ្ញុំចូលទៅកាន់ setting បាទបន្តមកទៀតបងប្អូនរកពាក្យថា display ណា display បាទកន្លែង display អេក្រង់នេះណានេះ display ខាងលើគេនេះ display បាទចុច display បន្តមកបងប្អូនចូលពាក្យថាnavigation bar ណាឬហ្នឹងហើយចូលកន្លែង navigation bar កន្លែងនេះកន្លែង navigation bar នេះបាទចូល navigation bar បន្តមកទៀតបងប្អូនរកឃើញអាកន្លែងក្រោមវាគេដាក់ circle to search បាទកន្លែងហ្នឹងបើសិនជាវាអត់បើកទេឧទាហរណ៍វាបិទអញ្ចឹងហ៎អាហ្នឹងបងប្អូនចុចអត់ទៅទេចាំមើលឃើញទេខ្ញុំចុចមិនក៏អត់ទៅដែរអញ្ចឹងខ្ញុំបើកអាហ្នឹងមកបើកកន្លែង circle to search ហ្នឹងណាចឹងខ្ញុំអាចចុចមកបានហើយអូខេបាទចាំបងប្អូនឃើញណាបាទនេះថាខ្ញុំអាចចុចកន្លែងហ្នឹងទៅគឺវាបើកចេញកម្មវិធីហ្នឹងហើយអញ្ចឹងឧទាហរណ៍បងប្អូនអាចដឹងហើយឥឡូវខ្ញុំឧទាហរណ៍បកប្រែមើលមួយឃើញទេបកប្រែហើយណាបាទអញ្ចឹងបើសិនជាបងប្អូនចង់ដូរភាសាអីគឺនៅខាងលើកន្លែងដូរភាសាណាបាទអញ្ចឹងខ្ញុំគិតថាវីដេអូខ្ញុំចូលមកកន្លែងកន្លែងនេះម្ដងទៀតដើម្បីបងប្អូនមើលគឺអត់មាននៅក្នុងapplication អីទេគឺមាននៅក្នុងទូរស័ព្ទផ្ទាល់តែម្ដងអូខេនេះកន្លែងដំបូងគឺសុំម្ដងទៀតខ្ញុំចូលឲ្យបងប្អូនមើលពីដំបូងម្ដងទៀតណាគឺចូលទៅ setting បាទការកំណត់ setting តមកចូលទៅ display បាទអេក្រង់ display ចុចលើ display ហ្នឹងហើយរកពាក្យថា navigation bar នេះ navigation bar ចុចលើ navigation bar មកយកពាក្យថា circle to search ហើយបើកវាមកណានេះកន្លែងវាបិទអញ្ចឹងយើងបើកវាមកតែប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងគឺបងប្អូនអាចប្រើប្រាស់ការបកប្រែបានហើយ search ចម្រៀង search ឲ្យបានហើយអញ្ចឹងបើទូរស័ព្ទដែលអត់មានខ្ញុំគិតថាវាអត់ដំណើរការតែបើសិនជាទូរស័ព្ទណាមានបងប្អូនអាចសាកល្បងបានស៊េរីចាប់ផ្ដើមស៊េរីក្រោយមកគឺភាគច្រើនមានហើយសូម្បីតែ Samsung គឺ A ស៊េរីចាប់ពី A17 A16 អីចាប់ផ្ដើមមានហើយអញ្ចឹងណាហើយGalaxy S ចាប់ផ្ដើមមានតាំងពី S21 មកយើងអាចអាប់ដេតប្រើបាន S21 Ultra អីហ្នឹងគឺអតិថិជនបងប្អូនអ្នកប្រើគឺអាចប្រើប្រាស់បានហើយ tablet ហ្នឹងដូចជា tab S9 ចាប់ផ្ដើមពី tab S9 ទៅអាចប្រើបានហើយហ្នឹងហើយអញ្ចឹងខ្ញុំគិតថាបងប្អូនអាចសាកល្បងបានមុខងារហ្នឹងម្ដងទៀតណាបាទសង្ឃឹមថាវីដេអូនេះអាចជួយបងប្អូនអាចសាកល្បងបានព្រោះអីវីដេអូមុនខ្ញុំបង្ហាញតែចូលកន្លែងហ្នឹងខ្ញុំអត់បានបង្ហាញចូលទៅក្នុង setting ឥឡូវបងប្អូនអាចចូលទៅកែ setting សាកល្បងមើលសិនណាបាទអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូហ្នឹងហើយបើសិនជាគិតថាវាល្អអាចជួយចែកម្លែកវីដេអូម្នាក់មួយហើយកុំភ្លេច follow channel Facebook TikTok ឬក៏ subscribe channel YouTube ម្នាក់មួយផងបាទអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយបាយ